បើកសាលាបណ្ដុះបណ្ដាលមនុស្សយន្តដំបូងគេបង្អស់របស់ពិភពលោកសាលា robot នេះស្ថិតនៅក្នុងទីក្រុងហានជើនិងបានទទួលស្វាគមន៍ robot ចូលរៀនប្រមាណ30គ្រឿងជាសិស្សចំនួនដំបូង robot ទាំងនេះត្រូវបានបណ្ដុះបណ្ដាលលើជំនាញសំខាន់ៗចំនួន4រួមមានជំនាញបច្ចេកទេសការថែទាំអ្នកជំងឺសិល្បៈនិងកីឡាអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ robot ទាំងនេះអាចលេងប៉េងប៉ុងលេងបាល់បោះលេងព្យ៉ាណូនិងវឹកហាត់ជាមួយនឹងចលនារាងកាយស្រដៀងនឹងមនុស្សរាល់សកម្មភាពទាំងនេះជួយឲ្យ robot ប្រមូលទិន្នន័យពីពិភពពិតដើម្បីបង្កើនសមត្ថភាពក្នុងការរក្សាលំនឹងសម្រេចចិត្តនិងធ្វើការជាមួយមនុស្សបានកាន់តែប្រសើរបច្ចេកវិទ្យានេះត្រូវបានគេស្គាល់ថាជា Embodied AI ដែលអនុញ្ញាតឲ្យ AI រៀនតាមរយៈការធ្វើសកម្មភាពនិងអន្តរកម្មជាមួយបរិយាកាសពិតមិនមែនគ្រាន់តែរៀនពីទិន្នន័យលើអ៊ីនធឺណិតប៉ុណ្ណោះទេគោលដៅសំខាន់របស់សាលា robot នេះគឺដើម្បីបង្ហាត់និងត្រៀមឲ្យ robot ទាំងនេះអាចបំពេញការងារនាពេលអនាគតនៅក្នុងវិស័យឧស្សាហកម្មវិទ្យាសាស្ត្រវិស័យដឹកជញ្ជូនសេវាកម្មនិងវិស័យផ្សេងៗសម្រាប់ព័ត៌មានបច្ចេកវិទ្យាថ្មីៗសូមតាមដាន TechWire